ថ្ងៃនេះអ្នកគ្រូមកនិយាយពីរឿងនាគនៅទន្លេមេគង្គតាមក្បួនតម្រារបស់គ្រូបាអាចារ្យខ្លះៗដែលពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងពុទ្ធសាសនាតែអត់មាននៅក្នុងបិដកអត្ថកថាអីទេណាគឺជាតម្រារបស់គ្រូបាអាចារ្យដែលលោកមានញាណលោកក៏និយាយនៅក្នុងប្រចាំតំបន់ឥណ្ឌូចិនរបស់យើងឥឡូវតាមអ្នកគ្រូណាវិលត្រឡប់ថយក្រោយកាលពីជាង 5000 ឆ្នាំមុននៅក្នុងដែនដីតាមដងទន្លេមេគង្គមានអាណាចក្រដ៏ធំរុងរឿងមួយកន្លែងប្រជាជនប្រកបមុខរបរកសិកម្មមានព្រះរាជាគ្រប់គ្រងនៅតំបន់នោះដឹកនាំប្រជារាស្ត្រប្រកបដោយធម៌ហើយព្រះរាជាព្រះអង្គមានអាមាត្យមួយអាមាត្យនោះជាអ្នកមានភាពស្ទាត់ជំនាញរឿងហោរាផងរឿងគុណគូដួងចតារាសីរបស់ប្រទេសផងដោយសារតែនគរធ្វើកសិកម្មត្រូវពឹងផ្អែកលើទឹកភ្លៀងហើយអាមាត្យនោះជឿថាទឹកភ្លៀងច្រើនតែមាននាគជាអ្នកបណ្ដាលអញ្ចឹងហើយទៅអាមាត្យធ្វើការបួងសួងរលឹកដល់នាគដែលនៅទន្លេមេគង្គនោះជាប្រចាំហើយអាមាត្យនោះគេជាអ្នកធ្វើទានរក្សាសិលតែគេក៏មានការបូជានាគព្រោះគេមានជំនឿលើនាគព្រោះដូចនិយាយអញ្ចឹងប្រទេសធ្វើកសិកម្មពឹងផ្អែកលើទឹកភ្លៀងហើយព្រះនគរក៏នៅត្រង់តំបន់ទន្លេមេគង្គផងអញ្ចឹងគេធ្វើការបូជានាគគោរពនាគសែនព្រេនដល់នាគជាប្រចាំហើយគ្រូបាអាចារ្យបានពោលថាអាមាត្យម្នាក់នោះមិនមែនធម្មតាទេលោកធ្លាប់បានតាំងប្រាថ្នាតែជាការគិតនៅក្នុងចិត្តគឺប្រាថ្នាត្រាស់ដឹងខ្លាចជាព្រះសម្មាសម្ពុទ្ធមួយអង្គនៅពេលអនាគតតែដោយសារបារមីមិនទាន់ចាស់ខ្លាក៏មិនហ៊ានពោលអីប្រាប់គេនោះទេអញ្ចឹងដោយសារអាមាត្យនោះជាអ្នកធ្វើបុណ្យធ្វើទានហើយបូជានាគជាប្រចាំធ្វើឲ្យបុណ្យកុសលព្រមជាមួយនឹងដួងចិត្តផ្សារភ្ជាប់ជាមួយនាគពេលអស់ជីវិតទៅក៏បានកើតទៅជានាគក្នុងត្រកូលវិរូបខៈកើតដោយប្រភេទអូបបាតិកៈជានាគនៅទន្លេមេគង្គនឹងឯងអញ្ចឹងជានាគដែលមានបុណ្យដែរណាដោយកំណើតអូបបាតិកៈនៅក្នុងត្រកូលវិរូបខៈអញ្ចឹងអាមាត្យនឹងបានក្លាយជានាគត្រកូលវិរូបខៈបានសោយរាជសម្បត្តិជាស្ដេចនាគនៅទន្លេមេគង្គនឹងហើយតែងទៅចូលគាល់ប្របាទវិរូបខៈនិងព្រះឥន្ទជារៀងរាល់សិលតាមទម្លាប់ទូទៅអញ្ចឹងអាមាត្យនឹងកើតជាប្រភេទអូបបាតិកៈកើតហើយគឺសោយរាជតែម្ដងណាហើយមានប្រភេទអូបបាតិកៈមួយទៀតកើតមកនៅលើផ្លូវហើយកើតមកប្រភេទនៅតូចហើយក៏ធំធាត់ទៅតាមពេលវេលាតែកើតកំណត់មកផុសដូចគ្នាអត់កើតពីពោះម៉ែទេអញ្ចឹងអ្នកគ្រូនិយាយពីរឿងរ៉ាវអាមាត្យហ្នឹងគឺនិយាយកាលពី 5000 ឆ្នាំមុនមែនទេ5000 ឆ្នាំមុនអាមាត្យបានកាត់ជាស្ដេចនាគនៅទន្លេមេគង្គហ្នឹងកន្លងទៅប្រហែលជា 2000 ឆ្នាំមនុស្សតែបើរាប់ជាពេលវេលារបស់នាគទៅតែបានជាង40ថ្ងៃនោះទេពេលវេលាបន្តមកប្រហែល 2000 ឆ្នាំបើយើងរាប់ថយក្រោយទៅប្រហែលជា 3000 ឆ្នាំរាប់ពីសម័យយើងណារាប់ពីសម័យយើងថយក្រោយប្រហែលជាជាង 3000 ឆ្នាំហើយបើរាប់បន្តទៀតគឺសម័យអាមាត្យហ្នឹងគឺ 5000 ឆ្នាំមែនទេអញ្ចឹងសម័យអាមាត្យហ្នឹង 5000 ឆ្នាំហើយបន្តពីយកសម័យយើងនេះទៅ 2000 ឆ្នាំអញ្ចឹងម្ដងទៀតសម័យអាមាត្យ 5000 ឆ្នាំរាប់ពីយើងទៅដល់ពេលបាន 2000 ឆ្នាំរាប់ពីយើងទៅ 3000 ឆ្នាំមែនទេក្នុងកំឡុងពេល 3000 ឆ្នាំមុនមានឥសីមួយអង្គដែលមកពីព្រៃហេនពៀនលោកមកតំបន់ហ្នឹងអ្នកគ្រូនិយាយពីរឿងឧបទ្វីបឥណ្ឌូចិនព្រោះអត់ទាន់មានប្រទេសខ្មែរប្រទេសថៃប្រទេសឡាវអីនោះទេ 3000 ឆ្នាំមុននៅក្នុងយុគនោះមានឥសីមួយអង្គដែលមកពីព្រៃហេនពៀនលោកក៏បានមកសមាធិនៅក្បែរទន្លេមេគង្គនៅវេលានោះមានបុរសម្នាក់របៀបកូនអ្នកស្រុកនោះទេចូលចិត្តដើរព្រៃរកឃ្មុំរកអស់រកអីអញ្ចឹងហើយផ្ទះនៅជាប់មាត់ទន្លេដល់ពេលដើរមកចេញមកពីព្រៃអញ្ចឹងទៅក៏មកដល់ឃើញឥសីកំពុងតែអង្គុយសមាធិយ៉ាងស្ងប់ហើយមើលទៅសាច់ភ្លឺមានពន្លឺហើយបានឃ្មុំទៅក៏មានចិត្តជ្រះថ្លាក៏ប្រគេនឃ្មុំនោះទៅដល់តាបោះនឹងទៅហើយតាបោះនឹងក៏នៅសមាធិហើយក៏បានដាក់ទឹកឃ្មុំនឹងនៅលើភេជ្ជៈរបស់តាបោះនឹងអញ្ចឹងនិយាយទៅបុរសនោះក៏មិនសូវបានធ្វើបុណ្យអីទេព្រោះយកសម័យនោះមិនទាន់មានពុទ្ធសាសនាទេតែបានថ្វាយទឹកឃ្មុំដល់តាបោះនឹងសប្បាយចិត្តព្រោះយូរឃើញអ្នកបួសម្ដងតែថ្វាយទៅនោះមិនគិតថាជាតាបោះទេគិតថាជាទេវតាព្រោះតាបោះនឹងសាច់ភ្លឺដោយនាងសុជាតាច្រឡំព្រះសម្មាសម្ពុទ្ធស្មានថាជាទេវតាដើមឈើអញ្ចឹងណាទេវតាដើមឈើមកចង់បានបំណន់នោះអញ្ចឹងបរិសុទ្ធនឹងដូចគ្នាគិតថាជាទេវតាក៏ថ្វាយទឹកឃ្មុំទៅតែថ្វាយតាបោះហ្នឹងបានបុណ្យច្រើនណាស់ព្រោះតាបោះក៏មានឈានមានអភិញ្ញាណាហើយសប្បាយចិត្តគាត់ក៏ដើរប្រកបប្រកាសប្រាប់អ្នកភូមិគ្នាគាត់ដែលនៅតាមដងទន្លេមេគង្គហ្នឹងអូគាត់ដើរប្រកបប្រកាសគាត់ថាអូយខ្ញុំឯងបានឃើញទេវតាណោះខ្ញុំបានថ្វាយទឹកឃ្មុំដល់ទេវតាទៀតណោះដល់អ្នកភូមិលឺទេវតាមិនដែលឃើញនាំគ្នាទៅហ្មងដល់ពេលទៅដល់តាបោះទៅបាត់ហើយទឹកឃ្មុំហ្នឹងក៏ទៅបាត់ដែរនៅសល់តែកន្លែងទីសេនាសនៈអង្គុយទេ
ដល់ពេលគ្រប់គ្នាឃើញហើយធ្វើជាបត់តែមិនបានជួបតាបោះមែនតែឃើញកន្លែងអង្គុយចឹងក៏ជ្រះថ្លានាំគ្នាយកផ្កាមកអីមកបូជានៅកន្លែងហ្នឹងហើយពេលខ្លះក៏លក្ខណៈធ្វើដូចរោងអ្នកតារោងទេវតាអីចឹងណាអញ្ចឹងលក្ខណៈដែលសាងសង់រោងរបៀបអ្នកតានៅតាមដើមឈើអីហ្នឹងគឺតាំងពីបុរាណមកម្ល៉េះតែការបូជាក៏ល្អព្រោះការបូជាទេវតាតែឥសីតាមពិតជាឥសីទេតែឥសីក៏មានបុណ្យដែរក៏បានបុណ្យដូចគ្នាណាគ្រាន់តែមិនសប្បាយមិនរំភើបដោយបរោះដែលថ្វាយតែខ្មុំបានឃើញផ្ទាល់អញ្ចឹងបរោះនោះក៏រំភើបថាមានតែគាត់ដែលបានឃើញតាបោះនឹងផ្ទាល់អញ្ចឹងគាត់សប្បាយចិត្តក៏រស់នៅរហូតដល់អស់អាយុទៅហើយដល់ការសប្បាយចិត្តផ្សារភ្ជាប់ដែលបានថ្វាយទឹកខ្មុំដល់ទេវតាដែលជាតាបោះហ្នឹងហើយតាមនឹងទលាមទលាប់តាមស្ដេចរបស់ខ្លួនឯងមុនដែលទម្លាប់បូជានាគនោះដល់ពេលស្លាប់ទៅក៏បានទៅកើតជាបុត្ររបស់ស្ដេចនាគរាជមុនចាំបានទេពី5000ឆ្នាំគឺរាប់ពីយើងទៅណាតែ2000ឆ្នាំគឺរាប់ពីសម័យនោះក៏បានទៅកើតជាបុត្ររបស់ស្ដេចនាគរាជនៅទន្លេមេគង្គហ្នឹងតែសវលរៀងសកមរៀងដូចទឹកខ្មុំណាមិនទាន់លក្ខណៈពណ៌លឿងដូចមាសទេទៅបិតាដាក់ឈ្មោះថាមធុរៈនាគរាជគឺនាគរាជទឹកខ្មុំអញ្ចឹងយើងចេះភាសាបាលីខ្លះៗណោះគឺមធុរៈអញ្ចឹងមធុរៈហ្នឹងបិតាដែលជានាគរាជមុនហ្នឹងណាអូយស្រឡាញ់ណាស់ពេលមិនយូរប៉ុន្មានអ្នកដែលមកបូជាតាមនោះមិនយូរប្រហែលក៏មកកើតជាបរិវាររបស់មធុរៈនឹងដែរហើយពួកហ្នឹងក៏មកកើតជានាគបរិវាររបស់មធុរៈហ្នឹងព្រោះអីអត់បានទៅជួបតាបោះទេតែជ្រះថ្លាបូជាតាមមធុរៈហ្នឹងនោះធុរៈធ្លាប់បបួលការបបួលគេបបួលត្រូវមានកម្លាំងបុណ្យធ្វើមេគេបានណាអញ្ចឹងបិតានោះតែងតែនាំបុត្រចូលគាល់ព្រះបាទវិរូបខៈទាំងអស់គ្នាក៏ទៅចូលគាល់ព្រះអិនអញ្ចឹងពេលវេលាកន្លងទៅ500ឆ្នាំមនុស្សណាឲ្យមធុរៈនាគរាជហ្នឹងពេញកំឡោះមធុរៈនាគរាជហ្នឹងឥឡូវពេញកន្លះហើយព្រោះ500ឆ្នាំមនុស្សហើយមានពេលមួយព្រះបាទវិរូបខៈនឹងដឹកនាំនាគទាំងអស់ទៅចូលគាល់ព្រះសម្មាសម្ពុទ្ធបើតែនាគនៅទន្លេមេគង្គនឹងក៏ត្រូវទៅដែរនាគទាំងអស់នៅគ្រប់ចក្រវាលនឹងត្រូវទៅចូលគាល់ព្រះបាទវិរូបខៈទាំងអស់ព្រះបាទវិរូបខៈនឹងក៏បានដឹកនាំចូលទៅគាល់ព្រះសម្មាសម្ពុទ្ធទាំងអស់ពេលនោះព្រះសម្មាសម្ពុទ្ធយើងត្រាស់ដឹងឡើងនៅក្នុងលោកមិនទៅតែនាគទេស្ដេចមហារាជទាំង4ហ្នឹងគឺទៅទាំងអស់ដឹកនាំបរិវាររៀងខ្លួនទៅធ្វើឲ្យមធុរៈចាំបានទេដែលជាកូនរបស់ស្ដេចនាគហ្នឹងផ្ដើមមានឧបនិស្ស័យតាមឪពុកចាំបានទេកាលពីមុនធ្លាប់ប្រាថ្នាត្រាស់ជាប្រពុតដែរនោះធ្វើឲ្យមានឧបនិស្ស័យជាមួយគ្នានៅក្នុងយុគសម័យព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងមានពេលវេលាមួយអង្គបានយាងចុះពីតាវតឹងពិភពមែនទេថ្ងៃនោះគឺជាថ្ងៃបវរណាចេញវស្សាអង្គធ្វើឲ្យទេវតានាគគ្រុឌទាំងឡាយមានការតិហើយក៏បានធ្វើការបូជាដល់ព្រះសម្មាសម្ពុទ្ធដែលយើងចុះពីតាវតឹងអញ្ចឹងបើសិនជាប្រភេទនាគគេនឹងផ្លុំភ្លើងទៅដើម្បីបូជាគោមភ្លើងនាគអញ្ចឹងពេលដែលបិតិនឹងភ្លើងអីគេផ្លុំចេញបានធម្មតាដល់ពេលវេលាក្រោយមកនាគទាំងឡាយចង់ផ្លុំភ្លើងបែបហ្នឹងគឺអត់មានកម្លាំងផ្លុំទៅអត់ចេញភ្លើងទេឆ្នេះហើយឪពុកដែលជាបិតារបស់មធុរៈនាគរាជហ្នឹងចាំបានទេថាកូនមានកម្លាំងបុណ្យកើតដោយអូបបតិកៈកំណើតដែរកម្លាំងបុណ្យហ្នឹងអាចមិនទាន់គ្រប់បិតាឲ្យបុត្រធ្វើការរក្សាសិលនិយាយទៅប្រភេទសិលអបោសុតណាសាអបោសុតនៅក្នុងមនុស្សលោកទេប៉ុន្តែពេលវេលាហ្នឹងគឺក៏គេមានពេលវេលារបស់គេដែរដូច្នេះបើរក្សាចាប់ពីថ្ងៃ100រហូតតដល់ថ្ងៃ15កើតវេលាប្រហែលជាជាង30ថ្ងៃបើគិតពេលវេលារបស់នាគគេមានពេលវេលា30ថ្ងៃរបស់គេដែរ30ថ្ងៃរបស់គេរបស់មនុស្សយើងកន្លងទៅ1500ឆ្នាំធ្វើឲ្យប្រភេទពួកនាគលំបាកក្នុងការរក្សាសិលអត់ងាយស្រួលទេចង់រក្សាសិលឲ្យល្អត្រូវឡើងមកលើលោកមនុស្សបើរក្សាសិលនៅក្នុងពិភពនាគថ្ងៃរបស់នាគយើងនេះ50ឆ្នាំហើយបើរក្សាសិលនៅក្នុងលោកមនុស្សមួយថ្ងៃស្មើនឹងមនុស្សយើងទូទៅមួយថ្ងៃឆ្នេះវាធ្វើឲ្យមានការលំបាកដែរថាគេអញ្ចឹងមធុរៈនាគរាជនឹងឃើញព្រះសម្មាសម្ពុទ្ធឃើញអីចឹងទៅខ្លួនក៏មានការជ្រះថ្លាក៏សម្រេចចិត្តរក្សាសិលនៅពិភពនាគតាមការណែនាំរបស់បិតាអញ្ចឹងធ្វើឲ្យមធុរៈនាគរាជនឹងរក្សាអបោសុត30ថ្ងៃរបស់ពិភពនាគព្រោះយើងកន្លងទៅ1500ឆ្នាំដោយកម្លាំងនៃការរក្សាអបោសុតរបស់មធុរៈនាគរាជហ្នឹងហើយយើងមកសិក្សាតើកម្លាំងអបោសុតរបស់នាគបែបណាអញ្ចឹងយ៉ាងណាមធុរៈនាគរាជតបពីរក្សាសិលល្អបរិបូរណ៍មួយខែឲ្យដួងកាយរបស់មធុរៈនាគរាជហ្នឹងភ្លឺចែងចាំងខុសធម្មតាប្លែកពីពិភពនាគមានការកលាហលប្រៀបដូចជាចាក់កែវផុសឡើងពិភពនាគផ្អើលមានពន្លឺពណ៌មាសភ្លឺចិញ្ចាចចិញ្ចែងពីណាគឺចេញពីដួងកែវមធុរៈនាគរាជនឹងឯងមិនតែប៉ុណ្ណោះក៏ធ្វើឲ្យប្រាសាទធំស្កឹមស្កៃបើក្នុងពិភពនាគគេហៅថា500យោជន៍ឡើងចំផ្ចិតនៃទន្លេមេគង្គប្រាសាទគឺពណ៌មាសតែម្ដងមធុរៈនាគរាជបន្ទាប់ពីបានដួងកែវនឹងហើយ
មគ្គធរៈគឺប្រែថាសម្បុរទឹកឃ្មុំមែនទេដល់ពេលដួងកែវបានហើយមគ្គធរៈហ្នឹងបដូរពីពណ៌ទឹកឃ្មុំមកជាពណ៌មាសតែម្ដងធ្វើឲ្យពិភពនាគទាំងឡាយហៅថាសូវណ្ណមគ្គធរៈបានហ្នឹងគឺមាសណាមគ្គធរៈហ្នឹងឈ្មោះរបស់គេទឹកឃ្មុំហើយយើងសាកហៅមើលមានសម្បុរមាសទឹកឃ្មុំក៏ទឹកឃ្មុំមាសតាមយើងហៅណាក៏បានដូរឈ្មោះថាសូវណ្ណមគ្គធរៈចឹងធ្វើឲ្យបិតាដែលជាអតីតអាមាត្យកើតជានាគរាជជាស្ដេចនាគនៅទន្លេមេគង្គបានឃើញពីកម្លាំងបុណ្យរបស់បុត្រថាមិនធម្មតាកម្លាំងបុណ្យដែលបានថ្វាយទឹកឃ្មុំដល់តាបោះនិងកម្លាំងបុណ្យដែលរក្សាសិលបោសិទ្ធនាពេលបច្ចុប្បន្នក៏មានប្រាសាទផុសនៅចំផ្ចិតទន្លេទៀតបានប្រគល់រាជបល្ល័ង្កស្ដេចនាគនឹងឲ្យទៅសវណ្ណមគ្គធរៈទៅវណ្ណមគ្គធរៈនោះគ្រាន់តែបាត់អភិសេកនៅក្នុងនគរនឹងភ្លាមន័យថាអភិសេកខ្លាយជាស្ដេចនាគរាជចឹងគ្រាន់តែសវណ្ណមគ្គធរៈនឹងបានអភិសេកខ្លាយជាស្ដេចនាគរាជលើប្រាសាទមាសដែលទៅតែផុសហើយចាំបានទេពេលវេលារបស់មនុស្សហ្នឹងគឺកន្លងទៅជិត 2000 ឆ្នាំហើយប៉ុន្តែសវណ្ណមគ្គធរៈដែលរក្សាសិលមួយខែនៅនាគហ្នឹងយើងនេះកន្លងទៅ 1500 ឆ្នាំជិត 2000 ឯណោះគ្រាន់តែគេធ្វើពិធីតែប្រហែលថ្ងៃយើងនេះនឹងជាង 2000 ឆ្នាំបាត់តែអភិសេកក្រុងរាជជាស្ដេចនាគឲ្យនាងកែវនាគហ្នឹងផុសឡើងនៅតេនបន្ទុំគឺនៅលើក្រេដេកចឹងបាននាងកែវផុសហេនាងកែវហ្នឹងបានផុសឡើងនៅតេនបន្ទុំបញ្ជាក់ថាគឺជាមហេសីរបស់សវណ្ណមគ្គធរៈនឹងឯងសវណ្ណមគ្គធរៈហ្នឹងរស់នៅសោយសុខដោយមាននាងកែវប្រភេទនាគតកូលពណ៌មាសដូចគ្នាគេរស់នៅយ៉ាងមានក្តីសុខជាស្ដេចនាគរាជប្រចាំនៅទន្លេមេគង្គរហូតមកដល់សពថ្ងៃនេះរាល់ថ្ងៃនេះស្ដេចនាគនៅទន្លេមេគង្គគេក៏ជាអ្នកគោរពព្រះពុទ្ធសាសនាហើយសវណ្ណមគ្គធរៈនាគរាជនឹងនៅតែជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធរហូតដល់សពថ្ងៃព្រោះអីគេរក្សាអបោសុតគេបាននាងកែវគេបាននគរមែនទេព្រោះគេក៏បានទទួលផលព្រោះគេជាទេវតាប្រភេទនាគហ្នឹងគឺគេបានទទួលផលលឿនប្រភេទជាទេវតាខ្សែចតុមហារាជការប៉ុន្តែនៅក្នុងទន្លេដោយឃើញពីផលនៃការរក្សាអបោសុតឲ្យសវណ្ណមគ្គធរៈនឹងដឹកនាំបរិវាររក្សាសិលតែគេអត់រក្សាដូចមុនទេគ្រាន់តែរក្សាពេលវេលា3ខែនៅលោកមនុស្សគឺ3ខែលោកមនុស្សគឺរក្សានៅថ្ងៃចូលវស្សាហ្នឹងណាគេដឹកនាំបរិវារអ្នកណាដែលរក្សាសិល3ខែនៅក្នុងលោកមនុស្សបានថ្ងៃចេញវស្សាមានកម្លាំងបុណ្យក្នុងការផ្លុំភ្លើងនាគហ្នឹងដើម្បីបូជាព្រះសម្មាសម្ពុទ្ធបានឆ្នេះរៀងរាល់ថ្ងៃចេញវស្សាតំបន់ផ្ចិតទន្លេមេគង្គទាំងតំបន់តាមទន្លេមេគង្គខ្លះអាចរក្សាសិលនៅផ្ចិតទន្លេអ្នកខ្លះក៏នៅតំបន់របស់ខ្លួនឯងតែរក្សាសិលមកវស្សាបានមានកម្លាំងបុណ្យអាចផ្លុំភ្លើងនាគហ្នឹងដើម្បីថ្វាយជាពុទ្ធបូជាបានអញ្ចឹងការដែលផ្លុំភ្លើងពុទ្ធបូជាហ្នឹងគឺត្រូវប្រើកម្លាំងបុណ្យណាមិនមែនកម្លាំងធម្មតាប្រើបាននោះទេពីមុនមកមានភ្លើងនាគនឹងច្រើនដល់ពេលក្រោយមកក៏មាននាគទៅរក្សាសិលហ្នឹងតិចទៅដូច្នេះភ្លើងក៏តិចទៅតែនៅយុគសម័យយើងនេះថ្ងៃចេញវស្សាក៏នៅតែមានភ្លើងនាគចេញពីទន្លេមេគង្គដែរតែនៅចំណុចណាយើងនឹងសិក្សាបន្តទៀតគ្រាន់តែយកបច្ចុប្បន្ននេះភ្លើងនាគនៅមានពុកម៉ែបងប្អូនហ្វេនណាធ្លាប់ឮរឿងរ៉ាវភ្លើងនាគនៅទន្លេមេគង្គទេពិសេសគឺចេញពីតំបន់ប្រទេសឡាវហ្នឹងគ្រូបាអាចារ្យបាននិយាយថាផ្ចិតទន្លេមេគង្គសពថ្ងៃនេះគឺនៅត្រង់ដែនដីប្រទេសឡាវនឹងឯងវីដេអូក្រោយអ្នកគ្រូមកលើករឿងនាងកែវរបស់បានមគ្គធរៈនាគរាជម្ដងនាងកែវដែលជាមហេសីចាំអ្នកគ្រូលើកយករឿងហ្នឹងមកម្ដងបានន័យថាអ្វីត្បិតតែការដែលកើតនាងកែវអ្វីត្បិតតែជានាគមែនតែមានកម្លាំងបុណ្យដែរណាព្រោះថានាគជាទេវតាពាក់កណ្ដាលឬឆានពាក់កណ្ដាលត្បិតតែមិនមានកម្លាំងបុណ្យក្នុងការសម្រេចធម៌នៅក្នុងជាតិនឹងមែនបើប្រភេទនាគដែលកើតដោយកម្លាំងបុណ្យអូបបតិកៈនឹងមានក្តីសុខផ្នែកកាមគុណដូចទេវតានៅចតុមហារាជការយ៉ាងពេញបរិបូរណ៍បើសិនជាអ្នកណាចង់ដឹងរឿងនាងកែវរបស់នាគរាជបន្តទៅទៀតសូមខមមិនថាចង់ដឹងណា